Rương rào nơi dục ní cứ ban ca la nộp tè chua mà cả lại đã miền bong prom nè quạt ban chuột nợ pe đại quạt nắng từ riêng nơi sờ cò về xe lại trong bong prom nè nắng quạt miền chmu tha bong hén đại bong hén nắng quạt ban để dây tha rương rào đại quạt ban chuột nắng phía cần long tơi chiêng bầm pơ bầm bầy cho nam mà hỏi tăng ta bị quạt nắng nơi riêng sờ cò về xe lại một mà lẽ chẳng chọn đăng tha rương rào để bong hénอย่างnạc lá tỏ cho tôi đạp cho mỗi adminទាំងអស់គ្នារឿងរ៉ាវរបស់យើងគឺចាប់ផ្ដើមនៅពេលដែលបងហេងហ្នឹងគាត់ទៅរៀននៅសាកលវិទ្យាល័យមួយស្ថិតនៅទីរួមខេត្តហើយពេលដែលគាត់ទៅរៀនហ្នឹងគាត់ក៏បានទៅជួលផ្ទះស្នាក់នៅជិតសាកលវិទ្យាល័យមួយហ្នឹងប៉ុន្តែផ្ទះជួលដែលនៅជិតសាកលវិទ្យាល័យត្រូវបានគេជួលអស់ទៅហើយអញ្ចឹងពេលហ្នឹងបងហេងគាត់ក៏បានទៅស្វែងរកផ្ទះផ្សេងស្នាក់នៅបណ្ដោះអាសន្នសិនបងហេងគាត់បាននិយាយថាអំឡុងពេលដែលគាត់រស់នៅផ្ទះជួលរបស់គាត់ហ្នឹងគាត់អត់ដែលមានបញ្ហាអីទេគ្រាន់តែគាត់សាញថាវារៀងឆ្ងាយពីសាលាបន្តិចហើយគាត់ក៏បានស្នាក់នៅផ្ទះជួលមួយហ្នឹងរហូតដល់គាត់រៀនចប់ឆ្នាំទី4ឆមាសទី1ប៉ុន្តែនៅពេលដែលគាត់ចូលឆ្នាំទី4ឆមាសទី2បងហេងគាត់ក៏បានផ្លាស់ប្ដូរផ្ទះមកស្នាក់នៅផ្ទះជួលជិតសាលាម្ដងព្រោះថាជាឆ្នាំមកហើយអញ្ចឹងគាត់ត្រូវរវល់ខ្លាំងជាមួយនឹងការធ្វើនិក្ខេបបទឲ្យសាលាហើយគាត់ក៏បានពឹងមិត្តភ័ក្តិរបស់គាត់ម្នាក់ដែលស្នាក់នៅបន្ទប់ជិតសាលាឲ្យជួយរកបន្ទប់ឲ្យរំលងទៅបាន2ថ្ងៃមិត្តភ័ក្តិរបស់គាត់ក៏បានប្រាប់គាត់ថានៅផ្ទះដែលគាត់បានជួលគេមានបន្ទប់នៅទំនេរមួយបន្ទប់អញ្ចឹងពេលហ្នឹងបងហេងគាត់ក៏បានសួរទៅមិត្តភ័ក្តិរបស់គាត់ថាបន្ទប់នៅហ្នឹងតម្លៃមិនដែរហើយមិត្តភ័ក្តិរបស់គាត់ក៏បានប្រាប់គាត់វិញថាតម្លៃបន្ទប់$50ក្នុងមួយខែបងហេងក៏ថាមានអីតម្លៃគួរសមដែរតាអាចទទួលយកបានតម្លៃប្រហែលគ្នានឹងបន្ទប់ឯងនៅមុនដែរហ្នឹងហើយគាត់ក៏បានប្រាប់មិត្តភ័ក្តិរបស់គាត់ថាចាំថ្ងៃអាទិត្យចាំឯងទៅមើលបន្ទាប់មកពួកគាត់ទាំងពីរនាក់ក៏បានបែកគ្នាទៅបន្ទប់រៀងខ្លួនវិញទៅរហូតដល់ថ្ងៃអាទិត្យបងហេងគាត់ក៏បានទៅមើលបន្ទប់ជួលដែលគាត់បានណាត់គ្នាជាមួយមិត្តភ័ក្តិរបស់គាត់ហើយពេលដែលគាត់ទៅដល់ចៃដន្យម្ចាស់ផ្ទះជួលហ្នឹងគេអត់នៅផ្ទះទេដោយសារតែគេមានធុរៈត្រូវទៅភ្នំពេញកុំឲ្យថាមកហើយអត់ប្រយោជន៍បងហេងគាត់ក៏បានសុំមើលបន្ទប់របស់មិត្តភ័ក្តិគាត់ថាបន្ទប់នៅហ្នឹងវាមិនចឹងណាអញ្ចឹងពេលដែលគាត់បានឃើញបន្ទប់របស់មិត្តភ័ក្តិគាត់ហើយគាត់ថាគាត់ចូលចិត្តបន្ទប់នៅហ្នឹងខ្លាំងមែនតើព្រោះមើលទៅវាធំទូលាយហើយមានខ្យល់ចេញចូលល្អជាពិសេសនោះគឺនៅក្នុងបន្ទប់មានសម្ភារៈស្រាប់ទៀតផងដូចជាក្រែដេកតុកៅអីសម្រាប់អង្គុយរៀនហើយថែមទាំងមានកង្ហារមួយយ៉ាងធំដែលចងភ្ជាប់ជាមួយនឹងពីដានចំនៅលើតុតែម្ដងបងហេងក៏ថាស្ដាយដែលមកមើលចំពេលដែលម្ចាស់ផ្ទះគេអត់នៅគាត់ខ្លាចតែគេជួលបន្ទប់ដែលទំនេរហ្នឹងយកទៅបាត់ទៀតទេហើយពេលដែលគាត់បានមើលបន្ទប់របស់មិត្តភ័ក្តិគាត់ហើយបងហេងហ្នឹងគាត់ក៏ត្រឡប់ទៅបន្ទប់ជួលរបស់គាត់វិញទៅបន្ទាប់ពីរំលងបាន3ថ្ងៃមិត្តភ័ក្តិរបស់បងហេងក៏បានទេមកប្រាប់គាត់ថាឲ្យគាត់មកមើលបន្ទប់ម្ដងទៀតព្រោះថាម្ចាស់ផ្ទះហ្នឹងគេត្រឡប់មកវិញហើយអញ្ចឹងបងហេងគាត់ក៏បានមកជួបនឹងម្ចាស់ផ្ទះម្ដងទៀតប៉ុន្តែនៅពេលដែលគាត់បានមកដល់ផ្ទះជួលហ្នឹងបងហេងគាត់បានជួបនឹងអ៊ំស្រីម្នាក់ហ្នឹងគាត់រៀងចំណាស់ហើយអ៊ំស្រីម្នាក់ហ្នឹងក៏បានសួរគាត់ថាក្មួយឯងទៅណាមកណាអ៊ំដូចអត់ដែរឃើញពេលហ្នឹងបងហេងគាត់ក៏បានឆ្លើយថាខ្ញុំមកមើលបន្ទប់ជួលព្រោះឮមិត្តភ័ក្តិថានៅហ្នឹងមានបន្ទប់ទំនេរមួយហើយវាបានណាត់ខ្ញុំឲ្យមកជួបម្ចាស់ផ្ទះនៅថ្ងៃហ្នឹងបន្ទាប់មកបងហេងគាត់ក៏បានសួរទៅអ៊ំស្រីម្នាក់ហ្នឹងថាអ៊ំម្ចាស់ផ្ទះនៅហ្នឹងមែនហើយអ៊ំស្រីម្នាក់ហ្នឹងក៏បានប្រាប់បងហេងវិញថាអ៊ំមិនមែនជាម្ចាស់ផ្ទះជួលមួយហ្នឹងទេតែអ៊ំគឺជាអ្នកសម្អាតនៅក្នុងផ្ទះជួលមួយហ្នឹងហើយគាត់ក៏បានប្រាប់ថានៅផ្ទះមួយហ្នឹងអត់មានបន្ទប់ជួលទេគេជួលពេញអស់ហើយបន្ទប់ដែលថានៅទំនេរហ្នឹងគឺមានមួយមែនតែបន្ទប់មួយហ្នឹងនៅអត់កើតទេអញ្ចឹងបន្ទាប់ពីនិយាយគ្នាជាមួយអ៊ំស្រីហ្នឹងហើយបងហេងគាត់ក៏បានឡើងទៅបន្ទប់មិត្តភ័ក្តិរបស់គាត់ហើយនៅពេលដែលគាត់ទៅដល់បងហេងគាត់ក៏បាននិយាយប្រាប់មិត្តភ័ក្តិគាត់ថាគាត់បានជួបនឹងអ៊ំស្រីម្នាក់ហើយគាត់បានប្រាប់គ្នាថានៅហ្នឹងអត់មានបន្ទប់ជួលទេហើយបន្ទប់ដែលឯងថាទំនេរហ្នឹងគាត់ថានៅអត់កើតទេព្រោះបន្ទប់មួយហ្នឹងគេចាក់សោចោលយូរហើយអញ្ចឹងពេលហ្នឹងមិត្តភ័ក្តិរបស់គាត់ក៏បាននិយាយថាចាំទៅសួរម្ចាស់ផ្ទះគេសិនទៅ
ចាំមើលម្ចាស់ផ្ទះគេនិយាយថាម៉េចពេលនោះគង់តែដឹងទេអញ្ចឹងហើយបង្ហេងនិងមិត្តភក្តិរបស់គាត់នោះក៏បានចូលទៅសួរម្ចាស់ផ្ទះគេក៏បានប្រាប់ថាគេនៅបន្ទប់ទំនេរមួយនៅជាន់ទី2ពេលនោះបង្ហេងគាត់ក៏បានសុំម្ចាស់ផ្ទះចូលទៅមើលបន្ទប់មួយហ្នឹងហើយម្ចាស់ផ្ទះក៏បានជូនពួកគាត់ឡើងទៅមើលប៉ុន្តែនៅពេលដែលឡើងមកដល់ជាន់ទី1ម្ចាស់ផ្ទះនោះគាត់ស្រាប់តែផ្លិចកាបូបលុយហើយនឹងទូរស័ព្ទដៃនៅខាងក្រោមអញ្ចឹងហើយគាត់ក៏បានហត់កូនសោឲ្យទៅបង្ហេងហើយប្រាប់ពួកគាត់ថាឲ្យឡើងទៅចាក់សោចូលមើលមុនទៅចុះទៅយកកាបូបលុយហើយនឹងទូរស័ព្ទមួយផ្លែតហើយគាត់ក៏បានបញ្ជាក់ដែរថាបន្ទប់ជួលមួយហ្នឹងគឺបន្ទប់លេខ5បង្ហេងនិងមិត្តភក្តិរបស់គាត់ក៏បានឡើងទៅមុនទៅពេលដែលទៅដល់មុខបន្ទប់ពួកគាត់ក៏បានចាក់សោចូលទៅមើលពេលនោះបង្ហេងគាត់ថាបន្ទប់ជួលមួយហ្នឹងសុទ្ធតែធូលីដីនៅពេញនឹងតែម្ដងដូចជាខាមានគេជួលច្រើនឆ្នាំមកហើយអញ្ចឹងប៉ុន្តែទោះបីជាមានធូលីដីច្រើនក៏ពិតមែនបង្ហេងគាត់នៅតែចង់ជួលបន្ទប់មួយនឹងដដែលហើយមួយសន្ទុះក្រោយមកម្ចាស់ផ្ទះនោះក៏បានឡើងមកដល់ពេលនោះម្ចាស់ផ្ទះក៏បានសួរគាត់ថាមិនដែរបន្ទប់អាចនៅបានអត់វាមានដីរាងច្រើនព្រោះថាទុកចោលរៀងយូរដែរហើយតាំងពីបងប្អូនរើចេញទៅក៏អត់ដែរជួលឲ្យណាគេទៀតដែរអញ្ចឹងពេលនោះបង្ហេងគាត់ថាបាទមានអីខ្ញុំសូមជួលបន្ទប់មួយនឹងចាំឲ្យអ៊ំអនាម័យជួយមកសម្អាតឲ្យខ្ញុំផងអញ្ចឹងបន្ទាប់ពីមើលបន្ទប់រួចពួកគាត់នោះក៏បានចុះទៅបង់លុយថ្លៃបន្ទប់ជួលនឹងប៉ុន្តែនៅពេលដែលគាត់ដើរចេញពីបន្ទប់ស្រាប់តែបង្ហេងនោះគាត់បានឃើញមានយ័ន្តមួយបិទចំពីលើទ្វារបន្ទប់តែម្ដងពេលនោះបង្ហេងគាត់ក៏បានសួរទៅម្ចាស់ផ្ទះថាមិនបានមានយ័ន្តបិទនៅបន្ទប់អញ្ចឹងតែម្ចាស់ផ្ទះនោះក៏បានប្រាប់ថាអត់ដឹងដែរប្រហែលជាអ្នកជួលមុនគេភ្លេចយកទៅជាមួយហើយមើលទៅអត់អីទេចាំប្រាប់ឲ្យអ៊ំអនាម័យគាត់មកបកចេញឲ្យអញ្ចឹងពេលដែលគាត់ចុះមកដល់ក្រោមបង្ហេងក៏បានបង់ថ្លៃបន្ទប់ជួលឲ្យទៅម្ចាស់ផ្ទះហើយគាត់ថាចាំថ្ងៃអាទិត្យចាំខ្ញុំរើមកនៅរំលងបានប៉ុន្មានថ្ងៃអាទិត្យហ្នឹងក៏បានមកដល់ពេលនោះបង្ហេងគាត់ក៏បានហៅមិត្តភក្តិរបស់គាត់ពីរ3នាក់មកជួយរើបន្ទប់ហើយដឹកអីវ៉ាន់ទៅបន្ទប់ជួលថ្មីរបស់គាត់ពេលដែលគាត់មកដល់ពូសុនវិសុខក៏បានចេញមកជួយយកអីវ៉ាន់បង្ហេងទៅទុកក្នុងបន្ទប់របស់គាត់ដែរហើយបន្ទាប់ពីបានជញ្ជូនអីវ៉ាន់ដាក់ក្នុងបន្ទប់រួចហើយមិត្តភក្តិរបស់គាត់នោះក៏បានចេញទៅបន្ទប់ពួកគាត់វិញអស់ទៅដល់តែពេលយប់ឡើងបន្ទាប់ពីបង្ហេងគាត់សរសេរសារណាហើយគាត់ក៏បានចូលទៅដេកនៅយប់នោះបង្ហេងគាត់បានយល់សប្តិថាពេលនោះគាត់កំពុងតែដេកស្រាប់តែពេលដែលគាត់ភ្ញាក់មកគាត់បានឃើញមនុស្សស្រីម្នាក់កំពុងតែអង្គុយនៅលើកៅអីក្បែរតុរបស់គាត់បង្ហេងគាត់ក៏បានស្រែកសួរថាណាគេហ្នឹងហើយមនុស្សស្រីម្នាក់ហ្នឹងក៏បានងាកមុខមករកបង្ហេងតិចរួចញញឹមដាក់គាត់ថែមទាំងនិយាយថាបងឲ្យខ្ញុំសុំនៅជាមួយដែរបានអត់ពេលនោះបង្ហេងគាត់ឆ្លើយទៅវិញថានៅមិនកើតបើខ្ញុំប្រុសយើងស្រីហ្នឹងគាត់ថានៅពេលដែលគាត់ឆ្លើយបែបហ្នឹងមនុស្សស្រីម្នាក់ហ្នឹងស្រាប់តែចាប់ផ្ដើមប្រែទឹកមុខភ្លាមតែម្ដងរបៀបថាខឹងគាត់ចឹងណាហើយគាត់ថាទឹកមុខមនុស្សស្រីម្នាក់ហ្នឹងគួរឲ្យខ្លាចខ្លាំងមែនតើដោយសារតែឃើញទឹកមុខនាងគួរឲ្យខ្លាចខ្លាំងពេកបង្ហេងនោះគាត់ក៏បានភ្ញាក់ពីយល់សប្តិគាត់ថានៅពេលដែលគាត់ភ្ញាក់ឡើងមកខ្លួនរបស់គាត់ឡើងក្តៅបែកញើសជោកតែម្ដងហើយចំណែកបេះដូងរបស់គាត់វិញលោតញាប់ខ្លាំងមែនតើរបៀបថាមនុស្សដេកយល់សប្តិអាក្រក់ចឹងណាហើយពេលហ្នឹងគាត់ក៏បានទាញទូរស័ព្ទមកមើលឃើញថាម៉ោង1រំលងអាធ្រាត្រទៅហើយអញ្ចឹងដោយសារតែគិតថាវាត្រឹមតែជាការយល់សប្តិបង្ហេងនោះគាត់ក៏បានដេកវិញទៅប៉ុន្តែនៅពេលដែលគាត់ដេកហ្នឹងគាត់ក៏បាននឹករលឹកទៅដល់គុណនៃព្រះពុទ្ធពធព្រះសង្ឃដោយសូត្រធម៌និមោទសៈចំនួន3ចប់ដែរហើយនៅយប់ហ្នឹងក៏បានកន្លងផុតទៅស្អែកឡើងបង្ហេងក៏បានយករឿងដែលគាត់បានយល់សប្តិហ្នឹងទៅប្រាប់មិត្តភក្តិរបស់គាត់តែមិត្តភក្តិរបស់គាត់បានប្រាប់ថាវាមិនអីទេដោយសារតែឯងគិតច្រើនពេកនឹងឯងបានជាយល់សប្តិអាក្រក់បែបហ្នឹងពេលដែលបានលឺមិត្តភក្តិរបស់គាត់និយាយអញ្ចឹងបង្ហេងគាត់ក៏បានធូរចិត្តខ្លះដែរនៅយប់ថ្ងៃទី2បន្ទាប់ពីសរសេរសារណារួចបង្ហេងគាត់ក៏ទៅដេកធម្មតាប៉ុន្តែនៅយប់ហ្នឹងគាត់បានយល់សប្តិឃើញមនុស្សស្រីម្នាក់ហ្នឹងម្ដងទៀតហើយនៅក្នុងយល់សប្តិរបស់គាត់ហ្នឹងគឺដូចទៅនឹងយល់សប្តិកាលពីយប់មិនអញ្ចឹងគឺគាត់បានឃើញមនុស្សស្រីម្នាក់ហ្នឹងអង្គុយនៅលើកៅអីក្បែរតុរៀនរបស់គាត់ហើយបានសុំគាត់ស្នាក់នៅជាមួយដដែលតែបង្ហេងគាត់នៅតែឆ្លើយបដិសេធដោយកាលពីយប់មិនអញ្ចឹង
ចឹងដល់ពេលដែលបង្ហេងគាត់ភ្ញាក់មកគាត់មានការចម្លែកចិត្តខ្លាំងមែនតើព្រោះមិនដែលមានអ្នកណាដេកយល់សពដូចគ្នាដល់ទៅ2ថ្ងៃជាប់គ្នាអញ្ចឹងទេពេលនោះបង្ហេងគាត់ក៏បានទាញទូរស័ព្ទទេទៅមិត្តភ័ក្តិរបស់គាត់ហើយនិយាយថាអាឡូហើយនៅណាមកបន្ទប់ឯងបន្តិចបានអត់តែមិត្តភ័ក្តិរបស់គាត់នោះបានប្រាប់ថាយប់នេះគ្នាមកខួបកំណើតនៅផ្ទះមិត្តភ័ក្តិអត់បានទៅដេកនៅបន្ទប់វិញទេយប់ស្មាននេះហើយឯងមានការអីមែនបង្ហេងគាត់មិនចង់និយាយប្រាប់មិត្តភ័ក្តិតាមទូរស័ព្ទទេហើយគាត់ក៏ប្រាប់ថាអត់អីទេឯងគ្រាន់តែដេកអត់លក់អញ្ចឹងហើយចង់ហៅឯងមកដេកជាមួយនិយាយគ្នាលេងតែប៉ុណ្្នឹងឯងបើឯងមិនទំនេរទេក៏មិនអីដែរប៉ុណ្្នឹងសិនហើយអញ្ចឹងបន្ទាប់ពីបិទទូរស័ព្ទរួចបង្ហេងនោះក៏បានចូលទៅដេកវិញទៅអញ្ចឹងអាពេលដែលគាត់កំពុងតែដេកនោះស្រាប់តែគាត់បានឃើញមនុស្សស្រីម្នាក់ដែលគាត់បានយល់សពឃើញនោះមកអង្គុយនៅលើខ្លួនរបស់គាត់តែម្ដងហើយមើលទៅទឹកមុខរបស់នាងនិយាយពីថាអាក្រក់មើលខ្លាំងមែនតើមានស្នាមឈាមផងមានខ្ទុះផងហូរមុខសោចពេញមុខតែម្ដងពេលនោះបង្ហេងគាត់ថាគាត់ធ្ងន់ក៏ធ្ងន់ភ័យក៏ភ័យតែទោះជាគាត់ខំរើយ៉ាងណាក៏រើអត់រួចដែរដូចជាមានគេមកចាប់ដៃចាប់ជើងរបស់គាត់ជាប់អញ្ចឹងដោយសារតែរើអត់រួចបង្ហេងគាត់ក៏បានបិទភ្នែកនឹកទៅដល់ព្រះពុទ្ធពធព្រះសង្ឃហើយសូត្រធម៌នមោទសៈចំនួន3ចប់បន្ទាប់ពីគាត់បិទភ្នែកសូត្រនមោទសៈបានមួយសន្ទុះខ្លួនរបស់គាត់នោះក៏បានស្រាលបន្តិចម្ដងហើយនៅពេលដែលគាត់បើកភ្នែកមកគាត់អត់ឃើញមនុស្សស្រីម្នាក់ហ្នឹងនៅលើគាត់ទៀតទេអញ្ចឹងហើយគាត់ក៏បានស្ទុះរត់ចេញមកក្រៅរត់សំដៅទៅបន្ទប់មិត្តភ័ក្តិរបស់គាត់នៅជាន់ទី1ហើយពេលដែលរត់ទៅដល់បង្ហេងគាត់ក៏បានគោះទ្វារបន្ទប់តែពេលហ្នឹងមិត្តភ័ក្តិរបស់គាត់អត់ទាន់មកវិញទេនៅតែបងប្អូនរបស់មិត្តភ័ក្តិរបស់គាត់អញ្ចឹងនៅពេលដែលបងប្អូនមិត្តភ័ក្តិរបស់គាត់បើកទ្វារបន្ទប់បង្ហេងនោះគាត់ក៏បានចូលទៅក្នុងបន្ទប់យ៉ាងលឿនហើយបានប្រាប់បងប្អូនមិត្តភ័ក្តិរបស់គាត់ថាគាត់ត្រូវបានខ្មោចលងនៅក្នុងបន្ទប់របស់គាត់អញ្ចឹងយប់ហ្នឹងខ្ញុំសូមដេកនៅនឹងដែរហើយបងប្អូនមិត្តភ័ក្តិរបស់គាត់ក៏បានឲ្យគាត់ដេកនៅនឹងទៅដល់តែពេលព្រឹកឡើងបង្ហេងគាត់ក៏បានទៅប្រាប់អ៊ីម្ចាស់ផ្ទះថានៅក្នុងបន្ទប់ដែលគាត់ជួលហ្នឹងគឺមានខ្មោចលងគាត់ឈប់ជួលទៀតហើយអញ្ចឹងពេលហ្នឹងអ៊ីម្ចាស់ផ្ទះក៏បានសុំទោសទៅដល់បង្ហេងនៅរឿងរ៉ាវដែលបានកើតឡើងព្រោះគាត់ក៏អត់នឹកស្មានថាមានរឿងអញ្ចឹងកើតឡើងដែរពេលហ្នឹងបង្ហេងគាត់ក៏បានសួរទៅអ៊ីម្ចាស់ផ្ទះហ្នឹងថានៅបន្ទប់ហ្នឹងពីមុនមកមានរឿងអីមែនអ៊ីហើយអ៊ីម្ចាស់ផ្ទះក៏បានប្រាប់ទៅបង្ហេងវិញថាកាលពីប្រហែលឆ្នាំមុនមានគូសង្សារមួយគូបានមកជួលបន្ទប់ហ្នឹងស្នាក់នៅហើយគាត់ក៏បាននិយាយទៀតថាគូសង្សារមួយគូហ្នឹងស្រឡាញ់គ្នាខ្លាំងមែនតើទៅណាក៏ទៅជាមួយគ្នាដែររហូតដល់មានថ្ងៃមួយគាត់បានឃើញបរិសុទ្ធជាសង្សារនោះបានចេញទៅក្រៅនៅម៉ោងប្រហែលជា7យប់ហើយមានយួរកាបូបកាអាវទៅជាមួយផងដែរតែគាត់ក៏អត់បានសួរនាំអីដែររហូតដល់ព្រឹកឡើងនៅពេលដែលអ៊ំអនាម័យគាត់ឡើងទៅសម្អាតនៅជាន់ទី2ហ្នឹងគាត់បានធុំក្លិនស្អុយសម្រាមចេញពីបន្ទប់មួយហ្នឹងមកដោយសារតែស្អុយខ្លាំងពេកអ៊ំអនាម័យក៏បានទៅគោះទ្វារបន្ទប់សួរថាមិនបានជាបន្ទប់មានក្លិនស្អុយខ្លាំងម្ល៉េះតែនៅពេលដែលអ៊ំអនាម័យគោះទ្វារបន្ទប់អត់មានអ្នកណាចេញមកបើកទ្វារឲ្យគាត់ទេអ៊ំស្រីគាត់សង្ស័យគាត់ក៏បានចូលមកហៅសន្តិសុខឲ្យជួយយកកូនសោមកចាក់ទ្វារបន្ទប់ចូលទៅមើលបន្ទាប់ពីចាក់សោបានហើយនៅពេលដែលពួកគាត់ចូលទៅមើលនោះស្រាប់តែពួកគាត់បានឃើញនារីជាសង្សារនោះបានចងកសម្លាប់ខ្លួនឯងបាត់ទៅហើយពេលនោះក៏មានការភ្ញាក់ផ្អើលរហូតដល់ជួនដំណឹងទៅខាងប៉ូលីសចុះមកត្រួតពិនិត្យមើលសាកសពក្រោយពីត្រួតពិនិត្យរួចហើយប៉ូលីសនោះក៏បានសន្និដ្ឋានថានារីរងគ្រោះគឺបានយកខ្សែទៅចងនឹងកង្ហារដែលជាប់នឹងពីដានហើយយកកៅអីមកជំទើជើងដើម្បីពាក់កចូលទៅក្នុងខ្សែមួយនឹងហើយបន្ទាប់មកនាងបានទាត់កៅអីនឹងចិនដើម្បីឲ្យខ្លួនឯងធ្លាក់ចុះមករឹតកស្លាប់តែម្ដងទៅអញ្ចឹងបានជានៅពេលដែលអ៊ំអនាម័យនិងពូសន្តិសុខគាត់ចូលមកគាត់បានឃើញកៅអីដួលនៅជិតសាកសពរបស់នារីម្នាក់ហ្នឹងអញ្ចឹងបន្ទាប់ពីការរឿងរ៉ាវហ្នឹងមកអ៊ីម្ចាស់ផ្ទះហ្នឹងក៏បាននិមន្តព្រះសង្ឃឲ្យមកធ្វើពិធីរំដោះគ្រោះក៏ដូចជាប្រោះព្រំនៅក្នុងបន្ទប់មួយហ្នឹងដែរហើយថែមទាំងបានបិទយ័ន្តនៅមុខបន្ទប់ហ្នឹងទៀតផងទើបមកដល់ពេលឥឡូវនេះគាត់គិតថាវាកន្លងទៅរៀងយូរឆ្នាំដែរហើយទើបគាត់ចង់បើកវាជួលម្ដងទៀតបន្ទាប់ពីគាត់បាននិយាយរឿងរ៉ាវប្រាប់ទៅបង្ហេងរួចហើយអ៊ីម្ចាស់ផ្ទះហ្នឹងក៏បានសុំទោសបង្ហេងរួចឲ្យលុយថ្លៃជួលបន្ទប់ទៅបង្ហេងវិញទៅហើយបង្ហេងគាត់ក៏បានរើអីវ៉ាន់ចេញពីបន្ទប់មួយហ្នឹងទៅជួលនៅកន្លែងផ្សេងវិញទៅអញ្ចឹងរឿងរ៉ាវរបស់បង្ហេងគឺមានតែប៉ុណ្្នឹងឯង
ជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងរបស់បងហេងតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួងមិនសមរម្យសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ admin ផងឥឡូវយើងចូលទៅដល់រឿងរ៉ាវទី2របស់យើងម្ដងដែលរឿងរ៉ាវទី2របស់យើងគឺ admin ទទួលបានពីប្រិយមិត្តយើងម្នាក់ដែលគាត់បានជួបហេតុការណ៍ដ៏រន្ធត់មួយនៅតាមផ្លូវស្ថិតនៅក្នុងខេត្តមួយជាប់នឹងព្រំដែនប្រទេសថៃអញ្ចឹងបងប្រុសដែលបានចែករំលែកនៅសាច់រឿងមួយហ្នឹងគាត់មានឈ្មោះថាបងរ៉ាដែលបងរ៉ាហ្នឹងគាត់គឺជាតែកងឡានធំដឹកទំនិញឆ្លងខេត្តគាត់ថាថ្ងៃហ្នឹងគាត់ត្រូវបានថៅកែរបស់គាត់ប្រើគាត់ដឹកអង្ករទៅឲ្យម៉ួយនៅទីរួមខេត្តហើយពេលដែលគាត់ចេញទៅហ្នឹងគឺទៅនៅពេលយប់អញ្ចឹងហើយគាត់ក៏បានជួបហេតុការណ៍ត្រូវបានខ្មោចលងនៅតាមផ្លូវនៅពេលដែលគាត់ហ្នឹងចតឡានសម្រាកនៅក្បែរផ្លូវមួយកន្លែងអញ្ចឹងចង់ដឹងថាសាច់រឿងរបស់បងរ៉ាយ៉ាងណាខ្លះតោះចូលទៅស្ដាប់ជាមួយ admin ទាំងអស់គ្នារឿងរ៉ាវគឺចាប់ផ្ដើមនៅពេលដែលបងរ៉ាត្រូវបានថៅកែរបស់គាត់ហ្នឹងប្រើគាត់ដឹកអង្ករទៅឲ្យម៉ួយនៅទីរួមខេត្តមួយជាប់ព្រំដែនប្រទេសថៃអញ្ចឹងបងរ៉ាគាត់ក៏បានបញ្ជាក់ថារឿងរ៉ាវដែលគាត់បានជួបហ្នឹងវាកន្លងទៅជាង10ឆ្នាំមកហើយតាំងតែពីពេលដែលនៅតាមសងខាងផ្លូវមួយហ្នឹងសុទ្ធតែព្រៃមកម្លេះអញ្ចឹងបងរ៉ាគាត់ក៏បានចេញពីផ្ទះថៅកែរបស់គាត់ទៅនៅម៉ោង6ល្ងាចដោយសារតែថៅកែរបស់គាត់បានប្រាប់ថាម៉ួយគេប្រញាប់អង្ករយកទៅលក់ហើយពេលដែលគាត់ចេញទៅបានប្រហែលជា2ម៉ោងបងរ៉ាក៏បានឈៀងចូលទៅលេងផ្ទះរបស់គាត់ព្រោះថាផ្ទះរបស់គាត់ក៏ស្ថិតនៅតាមផ្លូវទៅខេត្តមួយនឹងដែរហើយណាមួយបងរ៉ាគាត់មិនសូវមានពេលមកលេងផ្ទះផងដោយសារតែគាត់រវល់ខ្លាំងពេកអញ្ចឹងពេលដែលចូលទៅដល់ផ្ទះគាត់ជួនបងវីដែលត្រូវជាបងប្រុសរបស់គាត់មានកម្មវិធីផឹកស៊ីជាមួយមិត្តភ័ក្តិរបស់គាត់ហើយពេលហ្នឹងបងរីក៏បានហៅបងរ៉ាឲ្យដាក់មួយកំប៉ុងសិនពេលហ្នឹងបងរ៉ាគាត់ប្រកែកថាគាត់អត់ផឹកទេដោយសារតែគាត់ត្រូវបើកឡានទៅមុខទៀតតែបងរីគាត់នៅតែបង្ខំបងរ៉ាឲ្យដាក់មួយកំប៉ុងសិនទៅចាំទៅមុខទៀតដោយសារតែមនុស្សស្រវឹងពិបាកនិយាយគ្នាពេកបងរ៉ាហ្នឹងគាត់ក៏ព្រមផឹកមួយកំប៉ុងទៅដែលគាត់គិតថាត្រឹមតែមួយកំប៉ុងវាមិនអីទេប៉ុន្តែបន្ទាប់ពីផឹកអស់មួយកំប៉ុងហើយបងរីក៏បានបង្ខំឲ្យបងរ៉ាផឹកមួយកំប៉ុងទៀតដោយសារតែប្រកែកអត់បានបងរ៉ាក៏យល់ព្រមផឹកស្រាអស់មួយកំប៉ុងទៀតទៅអញ្ចឹងសរុបទាំងអស់ទៅវា2កំប៉ុងបន្ទាប់ពីផឹកអស់ហើយបងរ៉ាក៏បានលាអ្នកផ្ទះបើកឡានបន្តដំណើរទៅមុខទៀតហើយពេលដែលគាត់បានមកដល់ពាក់កណ្ដាលផ្លូវគាត់មានអារម្មណ៍ថាគាត់ងងុយដេកខ្លាំងមែនទែនហើយពេលហ្នឹងគាត់ថាប្រហែលជាគាត់ផឹកស្រាអស់2កំប៉ុងនឹងហើយមើលទៅអញ្ចឹងដោយសារតែទ្រាំងងុយដេកអត់បានគាត់ក៏បានរកកន្លែងចតឡានដេកបន្តិចសិនព្រោះថាបើទៅទាំងអញ្ចឹងខ្លាចថាមានគ្រោះថ្នាក់កើតឡើងនៅតាមផ្លូវអញ្ចឹងពេលហ្នឹងបងរ៉ាគាត់ក៏បានបើកឡានបណ្ដើររកមើលកន្លែងចតបណ្ដើរប៉ុន្តែនៅតាមផ្លូវហ្នឹងអត់មានកន្លែងណាសម្រាប់ចតឡានបានទេព្រោះនៅសងខាងផ្លូវសុទ្ធតែព្រៃបងរ៉ាគាត់ក៏បានបើកឡានទៅមុខបន្តទៀតរហូតទៅដល់កន្លែងមួយដែលកន្លែងមួយនោះគាត់ថាមានចំណោទមួយចុះទៅជ្រៅគួរសមហើយនៅខាងមុខចំណោទមួយហ្នឹងគឺមានវាលទូលាយមួយនៅជាប់នឹងចិញ្ចើមផ្លូវពេលហ្នឹងបងរ៉ាគាត់ក៏បានបើកឡានចុះពីចំណោទមួយហ្នឹងពេលទៅដល់ក្រោមគាត់ថាគាត់បានឃើញមានឡានកុងតឺន័រមួយគ្រឿងបានចតនៅទីហ្នឹងហើយពេលដែលគាត់ឃើញអញ្ចឹងបងរ៉ាគាត់ក៏សម្រេចចិត្តឈប់ឡាននៅពីក្រោយឡានកុងតឺន័រមួយហ្នឹងប្រហែលជា20ម៉ែត្រដោយគាត់នឹកឃើញថាចតនៅទីហ្នឹងវាមានគ្នាពេលមានបញ្ហាអីទៅអាចហៅគ្នាឲ្យជួយបានបងរ៉ាគាត់ថាពេលដែលគាត់ចតឡានហើយគាត់អត់បានទៅមើលនៅក្នុងឡានមួយហ្នឹងទេដោយសារតែគាត់ខ្លាចថារំខានដល់ម្ចាស់ឡានមួយហ្នឹងគេសម្រាប់ហើយគាត់ក៏បានកាច់សោពនុតឡានរបស់គាត់ហើយបិទវាំងននកញ្ចក់ឡានរួចចូលទៅដេកនៅក្នុងកាប៊ីនឡានហ្នឹងទៅបងរ៉ាគាត់ក៏បានបញ្ជាក់ថាពេលហ្នឹងម៉ោងប្រហែលជា12កន្លះអីហ្នឹងឯងហើយពេលដែលគាត់ដេកបានតែបន្តិចស្រាប់តែគាត់បានឮសំឡេងគោះទ្វារកញ្ចក់ឡានរបស់គាត់ឮសូរតុកពេលហ្នឹងគាត់ភ្ញាក់ព្រឹកគាត់ថានៅសុកមានគេមកគោះទ្វារកញ្ចក់ឡានទាំងកណ្ដាលយប់អញ្ចឹងអ្នកណាគេមិនភ្ញាក់ដំបូងបងរ៉ាគាត់ស្មានតែម្ចាស់ឡានដែលចតនៅខាងមុខគាត់នឹងហើយគាត់ក៏បានសួរថា
បងមានការអីមែនប៉ុន្តែអ្នកដែលគួរទ្វារកញ្ចក់ឡានហ្នឹងគាត់អត់មាត់ទេហើយបងរ៉ាគាត់ក៏បានស្រែកសួរម្ដងជាពីរដងក៏នៅតែអត់មានអ្នកឆ្លើយដែរអញ្ចឹងហើយបងរ៉ាគាត់ក៏បានសំងំដេកវិញទៅតែអាពេលដែលគាត់ដេកជិតលក់ទៅហើយហ្នឹងស្រាប់តែសំឡេងគួរទ្វារក៏បានលឺម្ដងទៀតពេលហ្នឹងបងរ៉ាគាត់រៀងខឹងដែរព្រោះអាមនុស្សកំពុងតែងងុយដេកផងមកលេសោយទាំងកណ្ដាលយប់អញ្ចឹងបងរ៉ាគាត់ក៏បានក្រោកមកហើយទៅអឺតមើលនៅតាមទ្វារកញ្ចក់ឡានរបស់គាត់ប៉ុន្តែនៅពេលដែលគាត់អឺតទៅមើលហ្នឹងគាត់អត់មានបានឃើញណាគេនៅក្បែរកញ្ចក់ឡានរបស់គាត់ហ្នឹងទេពេលហ្នឹងគាត់ស្មានតែអ្នកគួរទ្វារឡានបានដើរទៅខាងក្រោយឡានបងរ៉ាគាត់ក៏បានបើកទ្វារឡានហើយទាញពិលចុះមកមើលតែពេលដែលគាត់ចុះពីលើឡានមកគាត់នៅតែអត់បានឃើញមានណាគេនៅក្បែរឡានរបស់គាត់ដដែលគ្រប់យ៉ាងគឺស្ងាត់ឲ្យជ្រាបអញ្ចឹងបន្ទាប់ពីដើរមើលជុំវិញឡានរបស់គាត់មួយជុំហើយបងរ៉ាគាត់ក៏បានដើរទៅមើលឡានដែលចតនៅខាងមុខឡានរបស់គាត់ម្ដងហើយពេលដែលគាត់ដើរទៅដល់គាត់បានឃើញកាប៊ីនឡានមួយហ្នឹងបិទវាំងននជិតឆឹងដូចគ្នាអញ្ចឹងហើយបងរ៉ាគាត់ក៏ចាប់ផ្ដើមឆ្ងល់មកគាត់ថាម្ចាស់ឡាននៅដេកនៅនេះទេចូលណាគេទៅគោះទ្វារកញ្ចក់ឡានរបស់គាត់ការពិតបងរ៉ាគាត់អត់ដឹងថានៅក្នុងកាប៊ីនឡានហ្នឹងអត់មានមនុស្សទេដោយសារតែគាត់ឃើញថាមានវាំងននបិទជិតឆឹងគាត់ស្មានតែម្ចាស់ឡានគេដេកនៅក្នុងនោះហើយគាត់ក៏មិនបានហៅបានអីដែរអញ្ចឹងបងរ៉ាគាត់ក៏បានដើរមករកឡានរបស់គាត់វិញហើយពេលដែលគាត់ដើរមកបានប្រហែលជា10ម៉ែត្រស្រាប់តែគាត់បានឮសំឡេងព្រុសព្រះចេញពីក្នុងឡានមួយហ្នឹងមកអញ្ចឹងពេលហ្នឹងគាត់ស្មានតែមានរឿងអីកើតឡើងគាត់ក៏បានរត់ត្រឡប់ក្រោយទៅមើលតែពេលដែលគាត់ទៅដល់គាត់បានឃើញឡានមួយហ្នឹងចំហវាំងននទាំងអស់ហើយបងរ៉ាគាត់ក៏បានឈួលពិលចូលទៅមើលនៅក្នុងកាប៊ីនឡានហើយពេលដែលគាត់ឈួលពិលទៅមើលហ្នឹងអ្នកទាំងអស់គ្នាដឹងថាគាត់បានឃើញអីអត់គឺបងរ៉ាគាត់បានឃើញមនុស្សប្រុសម្នាក់ដែលក្បាលរបស់គាត់ហ្នឹងសុទ្ធតែឈាមស្រោចពេញមុខហើយបើថាគ្រាប់ភ្នែករបស់គាត់វិញគឺថាធ្លាក់មកពីភ្នែកហ្នឹងប្រហែលជា2ទឹកគាត់ឃើញគ្រាប់ភ្នែកហ្នឹងរបៀបថាពន្យល់ទិញណោងមើលទៅគួរឲ្យព្រឺខ្លាំងមែនតើអញ្ចឹងពេលហ្នឹងបងរ៉ាគាត់ក៏ចាប់ផ្ដើមញ័រជើងតែម្ដងហើយគាត់ក៏បានរត់ចេញពីកន្លែងឡានហ្នឹងសំដៅទៅឡានរបស់គាត់អញ្ចឹងអាពេលដែលគាត់រត់ទៅដល់ឡានហើយគាត់ក៏ប្រញាប់ចូលទៅក្នុងឡានរបស់គាត់បិទទ្វារឡើងជិតហើយស្រវាយកសោឡានពីកន្លែងដែលគាត់ដេកហ្នឹងយកមកបញ្ឆេះឡានបើកចេញពីកន្លែងមួយហ្នឹងតែអាពេលដែលគាត់យកកូនសោមកចាក់ហ្នឹងគឺគាត់ចាក់ខុសរហូតពេលហ្នឹងគាត់ថាគាត់ភ័យឡើងញ័រដៃទៅត្រឹកដល់តែពេលចាក់ចូលហើយបងរ៉ាក៏បានប្រញាប់ជន់ឡានចេញទៅយ៉ាងលឿនអញ្ចឹងបន្ទាប់ពីបើកឡានបានរៀងឆ្ងាយបន្តិចគាត់ក៏បានឃើញមានប៉ុស្តិ៍ប៉ូលីសមួយដែលបើកភ្លើងចោលហើយនៅក្នុងប៉ុស្តិ៍ប៉ូលីសមួយហ្នឹងមានបងប៉ូលីស2នាក់កំពុងតែអង្គុយយាមនៅមុខប៉ុស្តិ៍មួយហ្នឹងអញ្ចឹងពេលហ្នឹងបងរ៉ាគាត់ក៏បានឈប់ឡានហើយចូលទៅពេលដែលចូលទៅដល់គាត់ក៏បាននិយាយរឿងរ៉ាវដែលគាត់បានជួបហ្នឹងប្រាប់ទៅប៉ូលីសទាំង2នាក់ហ្នឹងអញ្ចឹងពេលដែលបានស្ដាប់បងរ៉ាគាត់និយាយរឿងរ៉ាវរបស់គាត់ហើយប៉ូលីសគាត់ក៏បាននិយាយថាកាលពីប្រហែលខែមុនមានគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើងនៅចំណោតមួយហ្នឹងពេលហ្នឹងទៅកង់ឡានគាត់ស្រវឹងស្រាហើយបើកឡានចុះពីចំណោតតែពេលដែលចូលមកដល់ពាក់កណ្ដាលផ្លូវស្រាប់តែឡាននឹងដាច់ហ្វ្រាំងហើយរអិលមកបុកជាមួយនឹងដើមឈើដែលនៅក្បែរហ្នឹងតែកង់ឡានបានគៀបជាប់នៅក្នុងឡានស្លាប់បាត់ទៅហើយសភាពរបស់ទៅកង់ឡានដូចអីដែលបងរ៉ាគាត់បានឃើញចឹងគឺសាកសពបែកក្បាលហើយលៀនភ្នែកចេញមកក្រៅអញ្ចឹងបន្ទាប់ពីប៉ូលីសបានចូលទៅត្រួតពិនិត្យហើយខាងប៉ូលីសក៏បានអូសឡានមួយហ្នឹងយកទៅទុកនៅស្នាក់ការខេត្តបាត់ទៅហើយនៅកន្លែងហ្នឹងអត់មានឡានចតនៅហ្នឹងទេអញ្ចឹងបងឯងប្រហែលជាត្រូវខ្មោចទៅកង់ឡានហ្នឹងគាត់ឡងហើយបន្ទាប់ពីបានស្ដាប់រឿងរ៉ាវហ្នឹងហើយបងរ៉ាគាត់មានអារម្មណ៍ថាព្រឺក្បាលខ្លាំងមែនតើព្រោះថាតាំងពីតូចមកគាត់មិនដែលត្រូវខ្មោចឡងអញ្ចឹងទេហើយវាគឺជាលើកទី1ហើយដែលគាត់ត្រូវបានខ្មោចឡងបែបហ្នឹងអញ្ចឹងរឿងរ៉ាវរបស់បងរ៉ាគឺមានតែប៉ុណ្្នឹងឯងជាចុងក្រោយ admin ក៏សូមអរគុណដល់អ្នកទាំងអស់គ្នាដែលបានស្ដាប់នៅសាច់រឿងរបស់បងរ៉ាតាំងពីដើមរហូតដល់ចប់ហើយបើសិនជាមានកន្លែងណាមួយដែល admin និយាយទៅមានការលឺលួងមិនសមរម្យសូមប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាមេត្តាខន្តីអភ័យទោសដល់ខ្ញុំបាទ admin ផងហើយមុននឹងយើងបាយគ្នាទៅ admin ក៏សូមឲ្យអ្នកទាំងអស់គ្នាជួយចុច subscribe channel របស់ admin ម្នាក់មួយផងដើម្បីផ្ដល់ជាកម្លាំងចិត្តដល់ admin ស្វែងរកនៅរឿងរ៉ាវថ្មីៗយកមកដំណើរជូនប្រិយមិត្តអ្នកស្ដាប់ទាំងអស់គ្នាជាបន្តទៀតអញ្ចឹងហើយនៅក្នុងគណៈនេះដែរ admin សូមអរគុណនិងសូមជម្រាបលា